មដើមឈើមួយឆឹងតាឡៃបានអង្គុយនៅជិតទីប្រឹក្សាស៊ូសាន់ជីដែលកំពុងតែញ៉ាំនំប៉័ងឆឹងតាឡៃបានប្រាប់គាត់ថាមានភារកិច្ចសំខាន់មួយដែលអាចជួយសង្គ្រោះជីវិតពួកគេបានទីប្រឹក្សាស៊ូតបវិញថាគួរតែរកអ្នកផ្សេងទៅព្រោះថាវាជារឿងសំខាន់ពេកប៉ុន្តែឆឹងតាឡៃបញ្ជាក់ថាមានតែទីប្រឹក្សាតែមួយគត់ទេដែលអាចធ្វើវាបានគឺត្រូវទៅជួបកឺហ្វៃលើបែបនេះទីប្រឹក្សាស៊ូខឹងខ្លាំងមែនទែនហើយសួរថាចង់ឲ្យគាត់ទៅស្លាប់មែនទេដែលកំពុងញ៉ាំនំប៉័ងឆឹងតាឡៃបញ្យល់ថាគេគ្រាន់តែចង់ឲ្យទីប្រឹក្សាស៊ូទៅយកស្រាឆ្ងាញ់ៗនិងផ្ដល់ដំណឹងដល់ក្រុមចៅខ្លាហោះព្រមទាំងក្រុមចៅក្បាលឆ្កែនិងចៅផ្សេងទៀតថាទីក្រុងខ្មៅនឹងវាយប្រហារភ្នំឈិននាវទីប្រឹក្សាស៊ូសួរថាតើពួកចៅទាំងនោះជឿឬអត់ដាឡៃប្រាប់ថាប្រើគូក្បាលប្រឌិតរឿងទៅទីប្រឹក្សាស៊ូនៅតែខ្លាចព្រោះមេដឹកនាំចំនួនមុនមានគំនុំជាមួយពួកនោះតែដាឡៃលងថានឹងឲ្យអ្នកប្រយុទ្ធលៀនទៅតាមការពារទីប្រឹក្សាស៊ូចង់ឲ្យមេភូមិរបស់ខ្លួនទៅជាមួយដែលធ្វើឲ្យឆឹងតាឡៃខឹងព្រោះមិនចង់ឲ្យមេភូមិប្រថុយគ្រោះថ្នាក់ឆឹងតាឡៃបានបញ្ចុះបញ្ចូលទីប្រឹក្សាស៊ូឲ្យញាក់ភ្នែកប្រាប់ថាបើទីប្រឹក្សាស៊ូស្លាប់គេនឹងជួយមើលថែលីងអឺជំនួសរួចក៏គម្រាមថាបើមិនទៅទេគេនឹងយកគោលគំនូរស្រាប់ស្រារបស់ទីប្រឹក្សាស៊ូទៅបិទបង្ហាញពេញទីក្រុងថ្មខ្មៅធ្វើឲ្យទីប្រឹក្សាស៊ូភ័យសន្សើរតែម្ដងទីបំផុតទីប្រឹក្សាស៊ូក៏យកព្រមទៅទាំងមោះម៉ៅអង្គុយលើរទេះចម្បាំងដោយមានមេតបលៀនជាអ្នកបរនៅពេលពួកគេចេញទៅឈិនម៉ាន់បានសួរមេភូមិខ្លួនឆឹងតាឡៃថាតើពួកចៅនឹងជឿទីប្រឹក្សាស៊ូដែរឬទេតាឡៃឆ្លើយថានេះជាជំនឿតែមួយគត់សាក់មើលក៏មិនខាតដែរបន្ទាប់មកឆឹងតាឡៃបានសាកល្បងមកផ្ទុះប្រអប់នំសេវដែលលាយជាមួយនឹងគ្រួសនិងចំបើងវាផ្ទុះឡើងយ៉ាងសន្ធោសន្ធៅធ្វើឲ្យឈិនម៉ាន់ឧទានថាវាដូចជាខ្យល់ដង្ហើមអ្នកដីអញ្ចឹងតែដាឡៃតបវិញថាវាជាសិល្បៈនៃការបំផ្ទុះទៅវិញងាកមកខាងក្រៅកំផែងទីក្រុងថ្មខ្មៅវិញកងទ័ពកំពុងប្រមូលផ្តុំគ្នាកូនប្រុសម្ចាស់ក្រុងសប្បាយចិត្តដោយគិតថាអាកាសធាតុស្រស់ថ្លាល្អជាប្រផ្នូលជោគជ័យតែពួកទាហានបែរជាត្អូញត្អែទើសទាល់ព្រោះតែកម្ដៅថ្ងៃកូនម្ចាស់ក្រុងរូបនេះខូខើណាស់គេបានយកដាវទៅដាក់កទាហានម្នាក់រួចប្រាប់ថាកាលពីសម័យមុនពេលមេតបល្បីចេញច្បាំងគេតែងតែបូជាជីវិតមនុស្សម្នាក់ដើម្បីជាបូជាយ៉ាញ់ហើយគេក៏ជ្រើសរើសទាហាននោះតែម្ដងគេបានអាកទាហាននោះយ៉ាងសាហាវមុននឹងបញ្ជាឲ្យទ័ពចេញដំណើរពួកទាហានខឹងសម្បាយ៉ាងខ្លាំងតែមិនហ៊ានមាត់នឹងលួចជេរក្នុងចិត្តថាម្ចាស់ក្មេងនេះជាមនុស្សល្ងងពិតមែនកងទ័ពទីក្រុងថ្មខ្មៅបានបន្តដំណើរព្យួរទៅកាន់ភ្នំកូនប្រុសម្ចាស់ក្រុងអង្គុយយ៉ាងស្រួលក្នុងរទេះមានផ្លែឈើនិងឆ័ត្របាំងថ្ងៃមេបញ្ជាការវ៉ាសួរថាតើម៉េចមិនប្រញាប់ហើយម៉េចមិនជិះរទេះអញ្ចឹងម្ចាស់ក្មេងតបទាំងអួលអាងថាគេមិនមែនជាទាហានទេគេប្រើយុទ្ធសាស្ត្រគូក្បាលមិនចាំបាច់ប្រឹងហត់កម្លាំងដែលធ្វើឲ្យមេបញ្ជាការវ៉ាស្ដាប់ហើយហួសចិត្តយាយលេងចេញតែម្ដងចំណែកឯនៅទីក្រុងវិញទីប្រឹក្សាបានសូមការអនុញ្ញាតពីម្ចាស់ក្រុងដើម្បីបញ្ជូនកងទ័ព100នាក់ទៅតាមការពារម្ចាស់ក្មេងហើយម្ចាស់ក្រុងក៏យល់ព្រមដរាបណាគេមិនរំខានសេចក្តីសុខរបស់គាត់កំដរដោយស្រីស្អាតពេលមេចាប់ផ្ដើមងងឹតមេបញ្ជាការវ៉ាសូមឲ្យកងទ័ពសម្រាប់តែម្ចាស់ក្មេងមិនព្រមដោយប្រាប់ថាក្តីស្លាប់គួរឲ្យខ្លាចជាងភាពនឿយហត់ទៅទៀតទាហានត្រូវតែមានឆន្ទៈពេលដល់ផ្លូវបំបីជា3មេបញ្ជាការវ៉ាសូមឲ្យជ្រើសយកផ្លូវធំតែម្ចាស់ក្មេងបែរជារើសយកផ្លូវច្រឡងភ្នំទៅវិញព្រោះគិតថាពួកចៅប្រកាសជាដាក់អន្ទាក់នៅផ្លូវធំស្របពេលជាមួយគ្នានោះចរិតរបស់ពួកចៅបានឃើញទ័ពរាប់ពាន់នាក់ក៏ប្រញាប់រត់ទាំងយប់ទៅរាយការណ៍ប្រាប់មេភូមិខ្លាហោះត្រឡប់មកមើលកងទ័ពនៅទីក្រុងថ្មខ្មៅវិញពួកគេកំពុងដើរតាមផ្លូវតូចចង្អៀតមួយកាត់ចន្លោះភ្នំឆឹងតាឡៃនិងទីប្រឹក្សាស៊ូបានលួចសង្កេតមើលពីច្រាំងភ្នំឃើញកងទ័ពច្រើនពេកទីប្រឹក្សាស៊ូសុំដកថយតែឆឹងតាឡៃគាត់មិនព្រមទេដោយបញ្ជាក់ថានឹងបើកការវាយប្រហារតាមផែនការទីប្រឹក្សាស៊ូសួរថាម៉េចមិនបំទោសទាំងសងខាងតាឡៃបញ្យល់ថាបើមនុស្សទៅគេរួចឲ្យតរច្រកពួកគេនឹងបដូរផ្ដាច់ជីវិតតែបើបើកផ្លូវឲ្យរត់ពួកគេនឹងរត់យ៉ាងទៀតខាងយើងគ្មានផ្លូវថយក្រោយទៀតទេភ្លាមនោះតាឡៃបានកាប់ខ្សែទម្លាក់គល់ឈើចុះទៅក្រោមសង្កត់លើកងទ័ពទីក្រុងខ្មៅពេញទំហឹងតែម្ដងគេបញ្ជាក់ឲ្យមេទ័ពលៀនដុតរំសេវតែមេទ័ពលៀនញ័រដៃមិនហ៊ានដុតព្រោះឃើញមនុស្សច្រើនពេកនិងមិនធ្លាប់សម្លាប់មនុស្សតាឡៃខឹងក៏ស្ទុះទៅរុញមេទ័ពលៀនផ្អែកលើដើមឈើហើយស្រែកប្រាប់ថានេះគឺជាសង្គ្រាមមិនមែនជាកន្លែងក្មេងលេងទេបើយើងមិនសម្លាប់គេនឹងសម្លាប់យើងតាឡៃក៏ទាញភ្លើងទៅដុតរំសេវខ្លួនឯងបង្កជាការផ្ទុះយ៉ាងខ្លាំងធ្វើឲ្យថ្មធ្លាក់បិទផ្លូវចេញពួកទាហានភ័យសន្ស្លោខ្លោចខ្លាចខ្មោចភ្នំឃើញកងទ័ពសត្រូវបែកជួរខ្លះឈិនម៉ាន់ក៏ជាសេះខ្មៅរបស់ខ្លួនចេញទៅវាយស្ទាក់អ្នកដែលព្យាយាមលុតគេចឡើងភ្នំក៏ឈរប្រឈមមុខយ៉ាងអង់អាចរួចវាយសម្រុក
ដោយលំពេងធ្វើឲ្យទាហានសត្រូវនឹងសេះដួលច្រងាប់ចង្អិលទាហានម្នាក់ទៅលំពេងចាក់ចំទ្រូងមុនស្លាប់នៅតែគិតសោកស្ដាយថាបើគ្រាន់តែម្ចាស់ក្មេងឲ្យពួកគេសម្រាកបន្តិចប្រហែលជាលទ្ធផលមិនអាក្រក់បែបនេះទេព្រោះពួកគេហត់ខ្លាំងណាស់ពេកទៅហើយបន្ទោះក៏នៅតែបង្កកងទ័ពរត់ជាន់ជើងគ្នាគេចចេញពីច្រកចង្អៀតរហូតរាយការណ៍ប្រាប់ម្ចាស់ក្មេងទាំងភ័យញ័រថាមានបិសាចនៅទីនេះម្ចាស់ក្មេងក្រោកឈរលើរទេះស្រែកបញ្ជាដាច់ខាតមិនឲ្យមានអ្នកណារត់ទេអ្នកហ៊ានរត់នឹងត្រូវស្លាប់ដោយគេនៅតែមានជំនឿជឿចិត្តល្ងងថាភាពសង្ហារបស់គេអាចបង្វែរស្ថានភាពបានពួកទាហានខឹងនឹងភាពល្ងងខ្លៅនេះក៏លែងហ៊ានខ្វល់ហើយបន្តរត់ចោលគេចៃដន្យកង់រទេះរបស់ម្ចាស់ក្មេងបានបាក់ធ្វើឲ្យរទេះក្រឡាប់ធ្លាក់ដល់ដីទើបគេបានឃើញទិដ្ឋភាពវឹកវរផ្ទាល់ថ្មេកកងទ័ពដួលស្លាប់ពីពេញដីមេបញ្ជាការវាងបានស្រែកហៅម្ចាស់ក្មេងឲ្យប្រញាប់រត់គេចសិនមុនពេលពួកគេត្រូវពួកចោលតាមទាន់ហើយលើកនេះម្ចាស់ក្មេងគ្មានជំរឿអ្វីក្រៅពីយល់ព្រមរត់នោះទេដោយសារតែគាត់ជឿថានៅសម័យបុរាណមេទ័ពដ៏អស្ចារ្យតែងតែអភិវឌ្ឍខ្លួនតាមរយៈការបរាជ័យហើយយកវាជាបទពិសោធន៍សម្រាប់សមរភូមិក្រោយៗទៀតខណៈពេលដែលទាហានរបស់គាត់កំពុងតែរត់គេចខ្លួនទាំងភ័យញាប់ញ័រស្របពេលដែលមានកំទេចថ្មហោះខ្ទាតមករកគាត់ចៅហ្វាយវ័យក្មេងនៅតែរក្សាភាពស្ងប់ស្ងាត់លើកដៃទាំងសងខាងប្រគល់ដាវរបស់ខ្លួនឲ្យទៅមេទ័ពវាងដោយនិយាយថាគាត់នឹងមានកិត្តិយសណាស់ដែលបានឃើញការរីកចម្រើនរបស់មេទ័ពបន្ទាប់ពីសង្គ្រាមនេះម្យ៉ាងវិញទៀតមាននំធម៌មួយដុំបានធ្លាក់ចំក្បាលមេទ័ពវាងតែគាត់មិនខ្វល់ទេព្រោះគាត់កំពុងតែធុញថប់នឹងចៅហ្វាយវ័យក្មេងដែលតាមពិតទៅគួរតែដឹងគុណគាត់វិញទេមេទ័ពវាងមានអារម្មណ៍ថាធុញទ្រាន់នឹងសម្ដីរបស់ចៅហ្វាយវ័យក្មេងរហូតដល់ហួសចិត្តនិយាយលេងចេញគាត់ក៏បានរុញចៅហ្វាយវ័យក្មេងឲ្យដួលផ្កាក្រោយហើយជេរប្រតិចឲ្យទៅស្លាប់ទៅដែលធ្វើឲ្យចៅហ្វាយវ័យក្មេងភ្ញាក់ផ្អើលយ៉ាងខ្លាំងមេទ័ពវាងបានហៅចៅហ្វាយវ័យក្មេងថាជាមនុស្សល្ងងហើយប្រាប់ឲ្យទៅស្លាប់ខ្លួនឯងទៅខណៈដែលគាត់រត់គេចខ្លួនដើម្បីយករស់ដោយទុកចៅហ្វាយវ័យក្មេងចោលម្នាក់ឯងទន្ទឹមនឹងនោះនៅឯមាត់ជ្រោះឯនោះវិញឆឹងតាឡេបានលុតជង្គង់អោតចុះសម្លឹងមើលទៅក្រោមដោយមិនច្បាស់ថាពួកគេឈ្នះឬអត់នោះទេគាត់គិតក្នុងចិត្តថានៅពេលដែលមានមនុស្សម្នាក់បាត់បង់កម្លាំងចិត្តហើយចាប់ផ្ដើមរត់អ្នកផ្សេងទៀតនឹងភ័យសន្ស្លាវហើយរត់តាមជាក់ជាមិនខានដែលជាវាបង្កទៅជាបាតុភូតដូមីណូពេលនោះអ្នកប្រយុទ្ធស៊ូសិនជីបានប្រាប់មេភូមិរបស់ខ្លួនដោយអន្តរសាថាពួកគេបានឈ្នះហើយឆឹងតាឡេក៏ក្រាបឈរឡើងលើកដៃបញ្ជាឲ្យអ្នកចម្បាំងលិននិងស៊ូសិនជីតាមគាត់ចុះទៅកាន់សមរភូមិពួកគេបានលោតឡើងលើទទេះហើយមានស៊ូសិនជីជាអ្នកបញ្ជាសេះឆឹងតាឡេនិងជាអ្នកចម្បាំងលិនឈរនៅលើរទេះដោយកាន់អាវុធក្នុងដៃជាប់ហើយឆឹងតាឡេក៏បានបញ្ជាឲ្យលីងអឺចាប់ផ្ដើមវាយស្គរលីងអឺចាប់ផ្ដើមយកអន្ទ្រូងហើយវាយស្គរមូលនោះដោយក្តីរំភើបនិងពុះកញ្ជ្រោលរទេះបានបរចូលទៅក្នុងសមរភូមិខណៈពេលដែលពួកគេស្រែកហូសម្លុកចូលប្រយុទ្ធពួកគេបានមកដល់កន្លែងកើតហេតុក៏ឃើញសមាជិកម្នាក់ឈ្មោះឈីនម៉ាន់កំពុងប្រយុទ្ធតែម្នាក់ឯងទល់នឹងទាហានជាសេះជាច្រើនឆឹងតាឡេបានស្រែកអស់ពីកម្លាំងកាយថាអ្នកដែលមិនចង់ស្លាប់នឹងត្រូវបានលើកលែងជីវិតប្រសិនបើពួកគេចុះពីលើសេះឥឡូវនេះព្រោះគាត់ត្រូវការតែសេះរបស់ពួកគេតែប៉ុណ្ណោះខណៈពេលដែលឈីនម៉ាន់បន្តវេលោកពួកគេតែម្នាក់ឯងទោះបីជាទាហានជាច្រើនដេញតាមក៏ដោយក៏មានទាហានម្នាក់ស្រែកប្រាប់មិត្តរួមក្រុមដោយភ័យខ្លាចឲ្យរត់គេចខ្លួនទៅកងទ័ពផ្សេងទៀតបានរត់គេចខ្លួនបាត់ទៅហើយដោយសុកសេះរបស់ពួកគេចោលខណៈពេលដែលឈីនម៉ាន់នៅតែបន្តវាយយកលំពេងចាក់ទៅលើពួកគេឆឹងតាឡេកងទ័ពរបស់គាត់និងសេះដទៃទៀតបានឈរមើលពីក្រោយខណៈពេលគេសម្លឹងមើលទាហានកំពុងរត់គេចខ្លួនពីពេញឆឹងតាឡេបានបញ្ជាឲ្យស៊ូសិនជីនិងឈីនម៉ាន់នាំយកសេះទាំងនោះត្រឡប់ទៅក្រោលវិញហើយឲ្យអ្នកចម្បាំងលៀនតាមគាត់ព្រោះពួកគេរៀបចំនឹងទៅប្លន់យកដាវល្អមួយចំនួនស្របពេលនោះមានក្រុមចៅប្លន់ប្រដាប់អាវុធមួយក្រុមទៀតប្រមូលផ្ដុំគ្នាហើយលបលាក់ខ្លួននៅក្បែរសមរភូមិនៃផ្លូវតូចចង្អៀតរបស់ភ្នំដែលកំពុងតែឆាបឆេះដោយសារការផ្ទុះនឹងបញ្ចេញផ្សែងខ្មៅទ្រលោមនោះគឺក្រុមចៅខ្លាហោះខណៈដែលកូនចៅរបស់គេសង្ស័យថាតើភូមិគីងគក់អាចទប់ទល់នឹងការវាយប្រហាររបស់អ្នកចម្បាំងដល់ទៅ 1000 នាក់បានយ៉ាងដូចម្ដេចនោះមេភូមិរបស់គេក៏ឈរស្ងៀមថ្មឹងដោយមានការភ្ញាក់ផ្អើលមិនយូរប៉ុន្មានមេភូមិនៃក្រុមខ្លាហោះឈ្មោះថាកើហ្វៃបានតបថាគាត់ក៏មិនដឹងអ្វីដែរហើយប្រហែលជាពួកគេ
ទទួលបានជំនួយពីអ្នកជំនាញណាម្នាក់ហើយមើលទៅកូនចៅរបស់គាត់ក៏បានដកដង្ហើមធំព្រោះនឹកស្មានមិនដល់ថាលោកនេះពិតជាមិនអាចទាយទុកមុនបានសោះសូម្បីតែទាហាន1000នាក់ក៏អាចចាញ់មនុស្ស5នាក់បានដែរទៅក្បែរនោះសមាជិកម្នាក់ទៀតបានស្ដីបន្ទោសគាត់ឲ្យឈប់ត្អូញត្អែទៅព្រោះខ្លួនជាចៅភ្នំមិនគួរភ្លេចការងាររបស់ខ្លួនទេមេទ័ពមេភូមិក៏វ័យព្រមទាំងដាវរបស់គាត់បានបញ្ជាឲ្យបងប្អូនសម្រុកចូលទៅជាមួយគាត់ព្រោះពួកគេរៀបនឹងចេញប្រតិបត្តិការប្លន់ហើយក្រុមខ្លាហោះបានសម្រាប់ទាហានហើយទាមទារឲ្យប្រគល់អាវុធមកពួកគេបានរុញទាហានឲ្យដួលទៅលើដីហើយត្រេកអរយ៉ាងខ្លាំងជាមួយនឹងរបស់ដែលប្លន់បានអ្នកខ្លះប្រាប់ថាខ្លួនមិនបានបដូរស្បែកជើងរាប់ឆ្នាំមកហើយក៏សុំយកស្បែកជើងរបស់ទាហានទៅពួកគេបានដោះស្បែកជើងសម្លៀកបំពាក់ទាហាននិងស្រាតខោរបស់ពួកគេថែមទៀតផងមានទាហានម្នាក់បានអង្វរថាគាត់មិនមែនជាអ្នកស្រឡាញ់ភេទដូចគ្នាទេហើយគាត់អាចឲ្យអ្វីៗទាំងអស់លើកលែងតែព្រហ្មចារីយ៍របស់គាត់តែប៉ុណ្ណោះតែចៅនោះក៏ជេរគាត់វិញហើយតបថាមិនចង់បានព្រហ្មចារីយ៍របស់គាត់ទេគេគ្រាន់តែចង់បានខោតែប៉ុណ្ណោះងាកមកមើលឆឹងតាឡៃឯនោះវិញគាត់កំពុងកាន់ពូថៅជិះលើសេះដេញតាមចៅវាយវ័យក្មេងនៃទីក្រុងថ្មខ្មៅដែលកំពុងភ័យញ័ររួមទាមទារឲ្យប្រគល់ដាវនោះឲ្យគាត់ឆឹងតាឡៃនៅតែបន្តដេញតាមគៀកហើយបញ្ជាឲ្យគេឈប់រត់ភ្លាមនោះស្រាប់តែឮសំឡេងជើងសេះយ៉ាងកងរំពងជួទាហានជិះសេះដ៏វែងអន្លាយបានមកដល់ភ្នំឆឹងតាឡៃបានបញ្ឈប់សេះរបស់គាត់បន្ទាប់ពីឮសំឡេងជើងសេះរត់ប្រងគ្នាតែធ្វើឲ្យគាត់ជឿថាមានកងទ័ពឆ្នោតនៅក្បែរនោះមេទ័ពនោះបានបញ្ជាទ័ពរបស់ខ្លួនបដូរលំពេងមកកាន់ដាវវិញឆឹងតាឡៃនិងសេះរបស់គាត់បានលាក់ខ្លួននៅគុំព្រៃគណៈគាត់សង្កេតមើលមេកងនោះដែលបញ្ចេញរស្មីអំណាចយ៉ាងខ្លាំងក្លាគាត់ឆ្ងល់ថាតើពួកគេអាចជាផ្នែកមួយនៃកងទ័ពជំនួយឬទេប៉ុន្តែក៏ងើយឆ្ងល់ថាហេតុអ្វីបានជាពួកគេមកដល់លឿនម្ល៉េះតាមពិតទៅនោះគឺជាយុទ្ធសាស្ត្ររបស់ប៉ាយហាន់ឈួយមកពីទីក្រុងថ្មខ្មៅដែលបាននាំទ័ពជំនួយមកចៅវាយវ័យក្មេងក៏បានរត់យ៉ាងលឿនទៅរកគាត់ហើយត្អូញត្អែទាំងត្រដោះថាគាត់ត្រូវបានគេធ្វើបាបហើយទាហានរបស់គាត់ទាំងអស់បានបោះបង់ចោលអស់ហើយប៉ុន្តែផ្ទុយស្រឡះអ្នកប្រយុទ្ធប៉ៃស្រាប់តែចាក់ដាវទម្លុះបំពង់កអ្នកប្រុសវ័យក្មេងធ្វើឲ្យចៅវាយវ័យក្មេងងើបមាត់អង្វរសុំជីវិតលេងរួចចៅវាយវ័យក្មេងលុតជង្គង់លើដីហូរឈាមស្លាប់យ៉ាងអាណោចអាធមអ្នកប្រយុទ្ធប៉ៃបានបញ្ជាឲ្យទាហានលើកសពគាត់ឡើងព្រោះពួកគេត្រូវត្រឡប់ទៅវិញហើយរំពេចនោះផ្ទាំងផាប់អាប់មួយបានលេចឡើងដែលមានផ្ទុកព័ត៌មានអំពីបាយហានជួយដែលផ្ដល់ដោយទេពធីតាប្រព័ន្ធ System គាត់គឺជាអ្នកប្រយុទ្ធកំពូលម្នាក់ដែលមានគេឈ្មោះគោសំអាយុ52ឆ្នាំមានជំនាញកាប់ដាវទាំង7និងគ្មានគុណសម្បត្តិលក្ខណៈកំបាំងអ្វីទេពេលអានព័ត៌មាននេះឆានតាឡៃបានគិតក្នុងចិត្តថាទោះបីជាឈៀនម៉ាន់ជាចៅប្លន់ដែលអាចវាជាមួយមនុស្ស1000នាក់ក៏ដោយតែបើប្រៀបធៀបជាមួយអ្នកប្រយុទ្ធកំពូលម្នាក់នេះគឺស្ថិតក្នុងកម្រិតមួយផ្សេងទៀតអ្នកប្រយុទ្ធប៉ៃសង្ស័យថាមានអ្វីមួយកំពុងលាក់ខ្លួននៅក្នុងគុម្ពព្រៃដែលធ្វើឲ្យឆឹងតាឡៃប្រញាប់ពួនឲ្យស្ងាត់បន្ទាប់មកអ្នកប្រយុទ្ធប៉ៃក៏បានបញ្ជាឲ្យពួកគេត្រឡប់ទៅវិញនេះធ្វើឲ្យឆឹងតាឡៃឆ្ងល់ថាហេតុអ្វីបានជាពួកគេចាក់ចេញដោយប៉ាត់ស្មានថាមិនដូចជាស៊ូសិនជីយុគសម័យនេះមានអ្នកប្រយុទ្ធពូកែមិនធម្មតាឡើយគាត់បានទាត់ដុំថ្មមួយហើយជេរប្រតិចពួកគេដែលបានយកដាវទៅជាមួយដែលជាដាវរបស់គាត់សម្លឹងទុកតាំងពីដំបូងបន្ទាប់មកផ្ទាំងផាប់អាប់មួយទៀតបានលេចឡើងចេញមកបញ្ជាពីការបំពេញបេសកកម្មការការពារលើកទី11បានជោគជ័យហើយទទួលបានរង្វាន់ចាប់ឆ្នោតម្ដងដោយសួរថាតើគាត់ចង់ចាប់ឆ្នោតឥឡូវនេះដែរឬទេទេពធីតាប្រព័ន្ធក៏បានលេចចេញមកជាមួយនឹងរូបរាងបែបព្រឺព្រួយដោយនិយាយថាទីបំផុតនាងបានចេញពីបន្ទប់ខ្មៅងងឹតដ៏តូចដោយទ្វាររនកម្មនោះហើយនាងមិនចង់ត្រឡប់ទៅវិញនៅទីនោះវិញជាដាច់ខាតឆឹងតាឡៃបានសួរនាងដោយងើយឆ្ងល់ពីព្រោះមុននឹងនាងមានការភាពស្វាហាប់ខ្លាំងណាស់ទោះបីជាមានទឹកភ្នែកក៏ដោយទេពធីតាប្រព័ន្ធបានត្អូញត្អែថានាងបានឈរនៅពីក្រោយគាត់តាំងពីយូរប៉ុន្តែគាត់គ្រាន់តែកត់សម្គាល់ឃើញនាងតែរូបរាងខាងក្រៅប៉ុណ្ណោះហើយនាងក៏មិនបានផ្ដល់បេសកកម្មណាមួយឲ្យគាត់ឬនិយាយជាមួយគាត់ដែរឆឹងតាឡៃបានឆ្លើយដោយមួម៉ៅថាគាត់មិនខ្វល់ទេព្រោះរាល់ពេលនាងចេញមកគឺតែងតែវាយគាត់ហើយគាត់មានអារម្មណ៍ល្អជាងពេលដែលគ្មាននាងទេពធីតាប្រព័ន្ធខឹងក៏ទាត់ក្បាលឆឹងតាឡៃមួយជើងហើយស្ដីបន្ទោសគាត់ថាគាត់បានចាក់សោនាងនៅក្នុងបន្ទប់ដ៏ខ្មៅងងឹតនោះដោយនៅតែមួម៉ៅឆឹងតាឡៃបានតបវិញដោយសួរថាតើនាងអាចប្រើបាក់ភាពខុសនៅប្រក្រតីនៃប្រព័ន្ធនៅពេលក្រោយបានដែរឬទេពេលនោះនាងយក
គោះញញួរដ៏ធំទេពធីតាប្រពន្ធបានសួរទាំងកំចិត្តថាតើគាត់កំពុងគិតយ៉ាងណាខណៈដែលឆឹងតាឡេបានទ្រព្យស្រ័យខឹកនៅក្រោយខ្នងសេះរបស់គាត់ងាកមកមើលផែនទីភ្នំឈិននាវវិញវាមានបង្ហាញទីតាំងទីក្រុងថ្មខ្មៅក្រុមចោលក្បាលឆ្កែក្រុមចោលខ្លាហោះក្រុមចោលជ្រូកបីក្រុមចោលផ្កាអរគីដេក្រុមចោលក្បាលទំពែកនិងភូមិគីង្គក់ការវាយប្រហារលើកដំបូងរបស់ទីក្រុងថ្មខ្មៅបានរាលដាលពាសពេញភ្នំឈិននាវក្រុមចោលខ្លាហោះនៅជិតតំបន់សង្គ្រាមបំផុតដូច្នេះពួកគេក៏បានបញ្ចេញសកម្មភាពមុនគេឧបទ្ទវហេតុនេះនៅត្រូវបានរាយការណ៍ទៅមេដឹកនាំនៃទីក្រុងថ្មខ្មៅដោយទីប្រឹក្សាយោធានៃទីក្រុងវាត្រូវបានគេរំពឹងថាការស្លាប់របស់កូនប្រុសមេដឹកនាំនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយមិនខានព្រឹកព្រលឹមស្រាងនាងបានជិះសេះយ៉ាងសប្បាយរីករាយដោយស្រែកប្រាប់ឪពុករបស់នាងថាវាហាក់ដូចជាក្នុងសុបិតអញ្ចឹងស្របពេលដែលឈិងម៉ាត់ញញឹមស្ងាត់នៅពីក្រោយខ្នងនាងស៊ូសិនជីបានប្រាប់លីងឲ្យរៀបចំសេះសម្រាប់ការជិះត្រឡប់ទៅភូមិវិញខណៈដែលគាត់ដើរប្រមូលអាវុធដាវលីងយល់ស្របនឹងឪពុករបស់នាងហើយប្រាប់ថានាងចូលចិត្តជិះសេះនេះខ្លាំងណាស់ស្រាប់តែមានសេះមួយក្បាលបានជិះមករកស៊ូសិនជីដែលហៅគាត់ថាតាចាស់ស៊ូកើហ្វេមេដឹកនាំក្រុមខ្លាហោះរួមជាមួយក្រុមចោរជាច្រើនរបស់គាត់បានសួរគាត់ថាតើពួកគេអាចផ្ដល់ចំណីដល់សេះទាំងអស់ដែលពួកគេបានប្លន់នេះដែរឬទេគាត់បន្តទៀតថាគាត់នឹងជួយកាត់បន្ថយបន្ទុករបស់ពួកគេការនេះធ្វើឲ្យស៊ូសិនជីភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញមេដឹកនាំក្រុមខ្លាហោះគាត់ឆ្លើយតបថាកម្របានឃើញលោកនៅទីនេះណាស់ហើយលោកភ្ញាក់ពីព្រលឹមម្លេះកាហ្វេបានបន្តនិយាយថាក្រុមរបស់លោកតាចាស់រកចំណូលបានច្រើនខណៈដែលក្រុមរបស់ខ្លួនរកបានតែប្រាក់ចំណេញបន្តិចបន្តួចប៉ុណ្ណោះគាត់បាននិយាយទាំងអស់ទាំងហើយថាពួកគេនឹងបែងចែកសេះទាំងនេះហើយគាត់ចាំបាច់ត្រូវនិយាយឥឡូវនេះតែវាកាន់តែធ្វើឲ្យស៊ូសិនជីព្រួយបារម្ភលីងបានប្រាប់ពួកគេត្រង់ថាពួកគេនឹងដើរបានសេះទាំងនេះដោយសមត្ថភាពរបស់ពួកគេខ្លួនឯងសោះចុះហេតុអ្វីបានជាត្រូវប្រគល់ឲ្យទៅពួកគេទៅវិញទោះបីជាត្រូវឪពុករបស់នាងប្រាប់ឲ្យនៅស្ងៀមក៏ដោយក៏លីងនៅតែបន្តតវ៉ាស៊ូសិនជីបានឆ្លើយតបថាអ្នកគ្រប់គ្នាខំធ្វើការខ្លាំងណាស់ហើយពួកគេសុទ្ធតែទទួលបានប្រាក់ចំណេញរៀងៗខ្លួនទោះបីជាយ៉ាងណាក៏ដោយក៏ហ្វៃមិនយល់ស្របទេពួកគេរកបានច្រើនមែនប៉ុន្តែគាត់មិនគិតថាពួកគេរកបានច្រើនជាងក្រុមរបស់គាត់ទេព្រោះពួកគេជក់ចំណែកធំជាងគេតាហើយចោលម្នាក់ទៀតដែលមកពីក្រុមខ្លាហោះបានជិះសេះលើស្រែកប្រាប់មេរបស់គាត់គឺកើហ្វៃឲ្យឈប់និយាយច្រើនទៅគាត់បន្តថាពួកគេគួរតែឈប់ស្នើសុំចែករំលែកអីទៀតទៅព្រោះពួកគេនឹងដើមយកអ្វីៗទាំងអស់បានយ៉ាងងាយស្រួលខណៈពេលដែលកំពុងសម្រុកតម្រង់មករកពួកគេដោយកាន់ដាវគាត់ទាមទារថាគាត់ចង់បានសេះមួយនេះភ្លាមនោះសេះសនោះបានដួលដង្ខោកបន្ទាប់ពីត្រូវព្រួញបាញ់ចំក្បាលហើយទីបំផុតក៏ដួលទៅលើដីចំណែកបរិះដែលជិះវាក៏វិលមកនឹងមើលអ្វីលែងឃើញសមាជិកក្រុមខ្លាហោះមួយចំនួនមានការងឿងឆ្ងល់ខ្លាំងចំពោះជំនាញបាញ់ព្រួញដ៏អស្ចារ្យនេះខណៈពេលដែលអ្នកខ្លះទៀតបារម្ភអំពីមេទី2របស់ពួកគេឈិនម៉ាន់បានទាញព្រួញមួយទៀតហើយរៀបចំតម្រង់បាញ់ខណៈពេលដែលគាត់ប្រាប់ពួកគេយ៉ាងកាចសាហាវថាប្រសិនបើពួកគេហ៊ានបោះជំហានទៅមុខតែមួយជំហានទៀតពួកគេនឹងត្រូវស្លាប់មិនខានគាត់បានតម្រង់ព្រួញទៅរកពួកគេខណៈពេលដែលកើហ្វៃសួរថាតើមេភូមិគីគក់មានបំណងចង់ចាប់ផ្ដើមសង្គ្រាមជាមួយពួកគេមែនទេបន្ទាប់មកកើហ្វៃបានស្នើសុំឲ្យចែករំលែកប្រាក់ចំណេញខ្លះជាមួយពួកគេដោយសារតែវាជារបស់របរដ៏ច្រើនសន្ធឹកសន្ធាប់ហើយសួរឌឺដងថាតើពួកគេមានគម្រោងចង់ទុកវាទាំងអស់សម្រាប់តែខ្លួនឯងឬពួកគេនៅស្ងៀមរក្សាភាពស្ងៀមស្ងាត់ដូចទៅនឹងសេះដែលត្រូវព្រួញបាញ់ចំក្បាលនឹងមេទី2ដែលកំពុងដេកលើដីដែរមួយសន្ទុះក្រោយមកឆឹងតាឡេក៏បានមកដល់គាត់សួរថាតើពួកគេគួរតែបែងចែកគ្នាយ៉ាងដូចម្តេចខណៈពេលកំពុងលីពូថៅនៅលើស្មាធ្វើមិនដឹងកងទ័ពរបស់គាត់មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានហៅរកមេភូមិរបស់ពួកគេគាត់ជិះសេះទៅរកមេក្រុមខ្លាហោះដែលកំពុងខ្សឹបខ្សៀវគ្នាថាតើគ្រាន់តែជាកូនចៅប្រុសរបស់អតីតមេភូមិគីង្គក់ហើយពួកគេក៏ធ្លាប់ឮថាគាត់ជាមនុស្សគ្មានបានការសោះប៉ុន្តែពេលក្រឡេកមើលទៅគាត់ផ្ទាល់គាត់ហាក់ដូចជាខុសពីពាក្យចចាមអារាមទាំងស្រុងកើហ្វៃគិតក្នុងចិត្តថាឆឹងតាឡៃទៅបានហុំព័ទ្ធទៅដើរហើយប៉ុន្តែនៅតែរក្សាភាពស្ងៀមស្ងាត់តែគាត់មានលក្ខសន្លឹកបៀអ្វីឆឹងតាឡៃបន្តសួរថាតើពួកគេចង់បែងចែកប្រាក់ចំណេញមែនទេហើយបានស្នើដំណោះស្រាយដ៏សាមញ្ញមួយគាត់តបយ៉ាងមើលម៉ាត់ថាប្រសិនបើគាត់សម្លាប់ពួកគេទាំងអស់គ្នានៅទីនេះពួកគេក៏មិនចាំបាច់បារម្ភពីរឿងបែងចែកអ្វីទៀតដែរសម្ដីរបស់គាត់ធ្វើឲ្យមេក្រុមចោរខ្លាហោះខឹងយ៉ាងខ្លាំងហើយស្រែកជេរគាត់ថាជាក្មេងដែលព្យាយាមធ្វើចរិតក្រអើយក្រខមទាំងដែលខ្លួនកំពុងត្រូវឡោមព័ទ្ធសោះចោរខ្លាហោះម្នាក់ទៀតបានបន្ថែមថាសូម្បីតែឪពុករបស់គាត់ក៏មិនហ៊ានតបតនឹងពួកគេរបៀបនេះដែរកាលគាត់នៅរស់ដូច្នេះតើមានអ្វីអស្ចារ្យទើបធ្វើឲ្យ
គាត់គិតថាគាត់អាចធ្វើបានដូច្នេះក្រុមចោរខ្លាហោះប្រដាប់អាវុធទាំងអស់បានខឹងសម្បាយ៉ាងខ្លាំងហើយស្រែកហៅគ្នាឲ្យចូលសម្លាប់គាត់ទោះជាយ៉ាងណាក៏ដោយក៏ឆឹងតាឡៃមិនញញើតអ្វីបន្តិចឡើយថែមទាំងស្រែកជេរតបទៅពួកគេវិញទៀតផងឆឹងតាឡៃចង្អុលមុខរបស់ពួកគេហើយសួរថាតើនៅទីនេះមានមនុស្សដល់ទៅ 1000 នាក់ឬទេក៏ហ្វៃឆ្លើយតបវិញដោយសួរថាតើវាសំខាន់ដែរឬអត់ដែលពួកគេមានមនុស្ស 1000 នាក់នៅទីនេះឆឹងតាឡៃបានតបវិញយ៉ាងម៉ឺងម៉ាត់និងគោលកាចថាប្រសិនបើពួកគេមានគ្នាមិនដល់ 1000 នាក់នោះទេវាមិនគ្រប់គ្រាន់ឲ្យគាត់វាយលេងឡើយ